Hey,សួស្តីទាំងអស់គ្នាស្វាគមន៍សារជាថ្មីមកកាន់វីដេអូមេរៀនថ្ងៃនេះហើយមេរៀនថ្ងៃនេះគឺយើងរៀនអំពីcandlestick ណាហើយភាគច្រើនគឺគ្នាយើង thread ឬក៏រៀនអត់ដែលបានស្គាល់អំពី candlestick ទេអញ្ចឹងនៅក្នុងមេរៀននេះគឺយើងរៀនឲ្យយល់ហើយក៏ដូចជាឲ្យស្គាល់អំពី candle នីមួយៗអញ្ចឹងណា ហើយមិនថាអ្នកដែលគាត់ធ្លាប់រៀនឬក៏អ្នកដែលគាត់មិនធ្លាប់រៀនអញ្ចឹងវីដេអូនេះគឺយើងធ្វើឡើងសម្រាប់តែអ្នកដែលនៅក្នុងក្រុម VIP ទេណាអូខេអញ្ចឹងជាទូទៅនៅលើទីផ្សារវាមាន candlestick confirm ច្រើនណាប៉ុន្តែយើងអត់ដែលចាប់អារម្មណ៍ហើយក៏ដូចជាយើងអត់សូវដឹងច្បាស់អំពីនិយមន័យនៃ candlestick នីមួយៗអញ្ចឹងថ្ងៃនេះគឺយើងមកបង្ហាញទាំងអស់គ្នា យល់អំពី candlestick បាទអញ្ចឹងប្រភេទ candlestick វាមានបែងចែកទៅតាមប្រភេទនៃ candlestick អញ្ចឹងណាអញ្ចឹងទី1វាមានជាលក្ខណៈ single គេហៅថា single candlestick pattern ហើយទី2គឺជាលក្ខណៈdouble candle មិនថា candle ដែលមាន2បាទហើយទី3គឺយើងមានជាលក្ខណៈ triple candlestick ហើយនៅចុងក្រោយយើងមានជាលក្ខណៈ confirmation candlestick pattern អញ្ចឹង Candle ទាំងអស់ហ្នឹងវាសុទ្ធតែមានគុណសម្បត្តិរៀងៗខ្លួននៅក្នុងទីផ្សារក៏ដូចជាវាមានអត្ថប្រយោជន៍សម្រាប់ឲ្យយើងគេហៅថាមានការ confirm ខ្លាំងជាងមុនក៏ដូចជាច្បាស់ជាងមុននៅក្នុងការ set up នៅតំបន់នីមួយៗអញ្ចឹងណាអូខេអញ្ចឹងយើងចូលមកដល់មេរៀនយើងអញ្ចឹងពាក់ព័ន្ធជាមួយនឹង Candle អញ្ចឹងបងប្អូនអាចនឹងដឹងហើយថាទាននីមួយៗគឺវាមានការបិទនិងការបើកណាអញ្ចឹងបើយើងកន្លែងមកមើលទានមួយនេះទានមួយនេះបាទអញ្ចឹងទានមួយនេះវាធ្វើការបើកជាលក្ខណៈអាប់ត្រូវទេអញ្ចឹងពេលដែលមានការបើកគឺការបើកនៅតំបន់នេះគឺគេហៅថា open price ណា open price គឺជាតម្លៃមួយដែលចាប់ផ្ដើមបើកទានថ្មីនៅក្នុងទានបន្តអីចឹងទៅណាអូខេអញ្ចឹងកន្លែងនេះគឺជាការបិទទៀនណាជាការបិទតម្លៃនៃទៀននីមួយៗបាទអញ្ចឹងវាជាលក្ខណៈគេហៅថា candle មួយដែល full body ណាអាហ្នឹងគេហៅអញ្ចឹងហើយមួយវិញទៀតបើពាក់ព័ន្ធជាមួយនឹង wick នេះគឺគេហៅថា shadow ឬក៏យើងអាចនិយាយបានមួយបែបទៀតគឺ wick ណាជាគេហៅថាស្រមោលនៃទៀនតម្លៃដែលចោលហើយគេហៅថាវាឡើងទៅវិញអញ្ចឹងទៅណាហើយសម្រាប់តំបន់លើក៏ដូចគ្នាដែរគឺជា high ហើយក៏ជាតំបន់ weak ណាគេហៅថា weak candle អញ្ចឹងទីផ្សារគឺជាក់ស្ដែងគឺយើងអត់យកនៅតម្លៃដែលបិទ weak នេះទេដែលវាចោល weak នេះទេណាគឺយើងយកនៅតម្លៃដែលវាគេហៅថាបិទ candle បាទបិទ body របស់វានៅខាងនេះណាយល់ហ្នឹងហើយអញ្ចឹងពាក់ព័ន្ធនឹងចំណុចហ្នឹងគឺយើងត្រូវតែច្បាស់តែភាគច្រើនគឺគ្នាយើងក៏តែងតែច្រឡំនៅក្នុងការបិទតម្លៃណាក៏តែងតែយកតម្លៃនៃ week នេះយកធ្វើជាការបិទនៃ candle អញ្ចឹងបើសិនជានេះគឺយើងអាចបកមកមើលឡើងវិញពាក់ព័ន្ធជាមួយនឹងការបិទបើកនៃតម្លៃ candlestick នីមួយៗណាអញ្ចឹងវាមានចំណុចដែលយើងត្រូវតែរៀនក៏ដូចជាស្វែងយល់បន្ថែមព្រោះកាលណាដែលយើងស្គាល់នៅតម្លៃណានៃការបិទរបស់ candle នីមួយៗច្បាស់លាស់គឺយើងមានប្រសិទ្ធភាពខ្ពស់នៅក្នុងការ set up ក៏ដូចជាស្គាល់នៅតំបន់នីមួយៗឲ្យបានកាន់តែច្បាស់បាទអូខេអញ្ចឹងបើយើងពាក់ព័ន្ធជាមួយនឹងcandle គេហៅថា bearish body ក៏វាដូចគ្នាទៅនឹងbullish ដែរប៉ុន្តែគ្រាន់តែការបើកទាននៃតម្លៃរបស់វាគឺនៅខាងលើវិញអញ្ចឹងបើយើងពាក់ព័ន្ធជាមួយនឹង open គឺយើង open ពាក់ព័ន្ធ bullish គឺនៅខាងក្រោមណាប៉ុន្តែបើសិនជា bearish គឺយើងបើកតម្លៃនៅខាងលើបាទអញ្ចឹងនៅក្នុងតម្លៃនេះទៀតសោតគឺយើងយកតែ candle ដែលមាន body ណា body អញ្ចឹងវាមានការបិទបើកនៅក្នុងតម្លៃជាក់ស្ដែងនៃ time frame ឬក៏ candle នីមួយៗដូចគ្នាអញ្ចឹងវាក៏មាន wick low ហើយនិង wick high ណាអញ្ចឹងបងប្អូនមើលឲ្យតណាពាក់ព័ន្ធជាមួយនឹងមេរៀននេះគឺយើងសំខាន់ដែរដោយសារតែអឺ
ប្រភេទ candle ទាំងអស់គឺវាមានសារៈសំខាន់បូកផ្សំជាមួយនឹងរូបមន្តមេរៀនយើងបន្ថែមណាដើម្បីឲ្យវាមានភាពកាន់តែប្រសើរនៅក្នុងការធ្វើក៏ដូចជាអនុវត្តនៅក្នុងទីផ្សារណាអូខេអញ្ចឹងសម្រាប់ការបិទបើកនៃ candlestick គឺយើងបានយល់ហើយឥឡូវនេះគឺយើងចូលមកដល់ពាក់ព័ន្ធជាមួយនឹង Doji អញ្ចឹង Doji នេះគឺគេហៅ Doji Natural បានន័យថា Doji ដែលវាអត់មានកម្លាំងអ្នកទិញឬក៏អ្នកលក់ទេគឺវានៅនឹងដើម្បីអីដើម្បីឲ្យទីផ្សារមានការមូលបន្តបន្ទាប់ពេលដែល candle បើកណាដោយសារតែវាស្ថិតនៅក្នុងគេហៅថាកម្លាំងមួយដែលអត់មាន value នៅក្នុងការ trade ទេអញ្ចឹងហើយពេលដែលបងប្អូនឃើញcandle ទាំងអស់នេះគឺយើងជៀសវាងបានគឺកុំចូលផ្សារដាច់ខាតដោយសារតែនៅក្នុងម៉ោងហ្នឹងគឺវាអត់មានគេហៅថាកម្លាំងvolume នៃការ trade ទេបានន័យថាអត់មានអ្នកទិញអ្នកលក់នៅក្នុងហ្នឹងទេណាអញ្ចឹង candle គឺវាដើរបែបនេះហ្នឹងហើយអូខេអញ្ចឹងពាក់ព័ន្ធជាមួយនឹង Long Doji ហ្នឹងហើយ Long Doji គឺវាដូចគ្នាប៉ុន្តែគ្រាន់តែវាខុសគ្នាត្រង់តែទី1គឺវាមានកម្លាំងអ្នកទិញនិងអ្នកលក់ប្រហាក់ប្រហែលគ្នាណាបានន័យថាកម្លាំងអ្នកទិញនិងអ្នកលក់គឺវាមានការប្រកួតប្រជែងគ្នាដូចជាវាធ្វើការបិទបើកនៅតម្លៃណាមួយដែលអ្នកទិញអ្នកលក់ចង់បិទអញ្ចឹងណាអូខេអញ្ចឹងពាក់ព័ន្ធជាមួយនឹង bullish ឬក៏ bearish គឺវាដូចគ្នាណាតម្លៃទាំងអស់ហ្នឹងគឺបានន័យថា candle ហ្នឹងពេលដែលបងប្អូនឃើញគឺបានន័យថាតម្លៃបច្ចុប្បន្នដែលវាកំពុងដើរហ្នឹងគឺអត់ទាន់ច្បាស់ថាទៅណាទេបានន័យថាអឺអត់ដឹង direction ណាអត់ដឹង direction movement ទេ candle ហ្នឹងណាអូខេអញ្ចឹងពាក់ព័ន្ធជាមួយនឹងអឺខាងនេះម្ដងណាខាងនេះក៏វាជាលក្ខណៈដូចជាដែរប៉ុន្តែជាទូទៅគឺវាគេហៅវាថា spinning top អញ្ចឹង spinning top ហ្នឹងភាគច្រើនគឺកើតឡើងនៅកន្លែងណា spinning top ហ្នឹងភាគច្រើនគឺកើតនៅតំបន់ខាងលើនៃ trend ហើយនឹងខាងក្រោមនៃ trend ណាភាគច្រើនណាអញ្ចឹងកម្លាំងពីរហ្នឹងគឺវាបញ្ជាក់ឲ្យយើងឃើញថានៅក្នុងតំបន់ផ្សារនៅខាងលើឬក៏នៅខាងក្រោមនៃ trend គឺវាចង់ឲ្យយើងដឹងថាvolume នៃការ trade ហ្នឹងគឺវាមានដែរប៉ុន្តែវាអត់ពេញលេញណាវាអត់ពេញលេញនៅក្នុងការឡើងឬក៏នៅក្នុងការចុះអញ្ចឹងទៅអញ្ចឹងអានេះវាជា candle មួយដែលយើងអាចនិយាយបានថាជាការ confirm ដែលឲ្យយើងដឹងថាយើងគួរចូលផ្សារឬក៏អត់អញ្ចឹងទៅតែភាគច្រើនគឺបើសិនជាចេញប្រភេទលក្ខណៈដូចជាបែបនេះឬក៏បែបនេះហ្នឹងហើយអញ្ចឹងយើងអត់ធ្វើការចូលផ្សារទេណាយើងរងចាំcandle ណាមួយដែលមានសញ្ញាឲ្យថាអ្នកទិញនិងអ្នកលក់កំពុងតែចូលផ្សារអញ្ចឹងទៅអូខេហ្នឹងហើយអញ្ចឹងពាក់ព័ន្ធជាមួយនឹងយើង candle មួយនេះម្ដងហ្នឹងហើយអញ្ចឹង candle នេះគឺយើងអាចនិយាយបានថាវាជា candle ដែលគេឲ្យឈ្មោះថា hammer ណាភាគច្រើនគឺគ្នាយើងតែងតែស្គាល់ហើយ hammer គឺជា candle មួយដែលវាតែងតែស្ថិតនៅខាងក្រោមនៃ trend បានន័យថាខាង lower ណា lower trend ណាអញ្ចឹងកាលណាដែលមានទីផ្សារកំពុងតែចុះអញ្ចឹងហើយបន្ទាប់មកបានធ្វើការបង្កើតនៅគេហៅថា hammer ហ្នឹងគឺមានន័យថាទីផ្សារកំពុងតែមានអ្នកបាយចូលបណ្ដាលហើយណាកំពុងតែមានអ្នកបាយចូលបណ្ដាលហើយអញ្ចឹងវាផ្ដល់សញ្ញាឲ្យយើងដឹងថានៅក្នុងទីផ្សារគឺចាំតែមានការ confirm ផ្សេងទៀតដើម្បីបូករួមនិងចូលទីផ្សារតែប៉ុណ្ណេះណាអូខេអញ្ចឹងអានេះភាគច្រើនគឺ hammer កើតឡើងតែនៅក្រោមទេណាត្រូវចងចាំទាំងអស់គ្នាហ្នឹងហើយអូខេអញ្ចឹងពាក់ព័ន្ធជាមួយនឹង invert hammer វិញម្ដងណាវាជាក្នុងលក្ខណៈbullish អញ្ចឹងវាក៏ដូចគ្នានឹង hammer ដែរចំណុចនេះប៉ុន្តែគ្រាន់តែចំណុចនេះគឺវាដកជើងឡើងលើហមายថាវាបញ្ចោលវិចទៅលើណាហើយវាមានក្បាលមកក្រោមបែបនេះហ្នឹងហើយអញ្ចឹងវាឲ្យសញ្ញាថាទីផ្សារមានកម្លាំង push តម្លៃឡើងប៉ុន្តែដោយសារតែវាកំពុងតែធ្វើការចុះអញ្ចឹងណាប៉ុន្តែនៅក្នុងហ្នឹងគឺទីផ្សារគឺវាបញ្ជាក់ថា buyer គឺកំពុងតែព្យាយាមប្ដូរលំហូរ trend ហ្នឹងហើយប្ដូរលំហូរ trend ដើម្បីឲ្យទីផ្សារមានការ reverse ឡើងទៅវិញអញ្ចឹងទៅហ្នឹងហើយអញ្ចឹងចំណុចនេះ candle នេះគឺវាកើតឡើងនៅតែក្រោមដូចគ្នាណាចងចាំទាំងអស់គ្នាណាព្រោះអីកាលណាដែលវាកើតឡើងនៅកណ្ដាលឬក៏នៅលើមិនថា hammer មិនថា invert hammer ទេ inverted hammer ទេ
គឺវាតែងតែកើតឡើងនៅខាងក្រោមជានិច្ចបើសិនជាកើតឡើងឃើញកើតឡើងនៅកណ្ដាលឬក៏នៅលើអាហ្នឹងយើងអត់យកជាការទេណាអូខេអញ្ចឹងយើងចូលមកដល់ចំណុចមួយទៀតចំណុចមួយទៀតគឺយើងអាចនិយាយបានថាវាជា Doji ប៉ុន្តែឈ្មោះវាគឺ Dragonfly Doji អូខេអញ្ចឹង Dragonfly Doji ហ្នឹងគឺវាមានលក្ខណៈមួយគឺបានន័យថាទីផ្សារកំពុងតែ downtrend ប៉ុន្តែវាបានបង្កើតណាវាបានបង្កើតជាលក្ខណៈ Doji Dragonfly ហ្នឹងនៅខាងក្រោមនៃ trend អញ្ចឹងករណីហ្នឹងយើងអាច confirm បានខ្លះនៅក្នុងការទិញប៉ុន្តែវាអត់100%ឬក៏ជាក់លាក់ទេណាដោយសារតែដូចជាយើងដឹងស្រាប់ហើយដូចខ្ញុំបានបញ្យល់ពីខាងដើមនេះចឹងគឺវាអត់ទាន់មាន value ច្បាស់លាស់នៅក្នុងការទិញលក់ទេប៉ុន្តែយើងនឹងមានការ confirm candle ដទៃទៀតនៅក្នុងហ្នឹងបូករួមតទៅទៀតអញ្ចឹងទៅដើម្បីឲ្យច្បាស់នៅក្នុងការគេហៅថា set up ជាមួយនឹង candle នីមួយៗបាទអញ្ចឹងនៅក្នុងនេះដែរគឺវាកើតចេញតែនៅ down trend ទេបានថានៅខាង lower trend ទេណាខាងក្រោមនៃ trend យើងនិយាយចំអូខេអញ្ចឹងយើងចូលមកដល់ចំណុចបន្ទាប់គឺពាក់ព័ន្ធជាមួយ bullish ទាំងអស់ហ្នឹងហើយអញ្ចឹង bullish នេះគឺគេឲ្យឈ្មោះថា spinning top បាទអញ្ចឹង spinning top ហ្នឹងដូចបងប្អូនឃើញនៅខាងលើអញ្ចឹងគឺវាអត់ទាន់មានលំនឹងមួយនៃការចូលផ្សារទេបើថាការ trade គឺវាអត់ទាន់ជាក់លាក់នៅក្នុងការចូលទេត្បិតតែយើងឃើញ candle ពណ៌បៃតងក៏ពិតមែនប៉ុន្តែអឺ volume នៃការ trade បានន័យថា buyer អត់ទាន់មានការ control នៅក្នុងទីផ្សារឡើយទេណាហើយភាគច្រើនគ្នាយើងអាចនឹងស្គាល់វាឲ្យវាជាគេហៅថា pin bar ណា pin bar ហ្នឹងហើយអញ្ចឹងបើ pin bar ហ្នឹងបើសិនជាវាមាន candle មួយនេះឃើញទេ candle មួយនេះបូកផ្សំអាហ្នឹងយើងអាចចាត់ទុកវាជា pin bar ណាអាចជា bullish pin bar ណាត្រូវចាំទាំងអស់គ្នាប៉ុន្តែបើសិនជាមាន candle នេះតែមួយហើយ candle បន្ទាប់មិនមែនជាគេហៅថា bullish ស្មារូបស៊ូនេះទេគឺយើងអត់ចាត់ទុកវាជា bullish ទេណាអញ្ចឹងបកមកវិញសម្រាប់ដោតអីគេហៅថាសម្រាប់ការបាយអញ្ចឹងទាំងអស់នេះណាទាំងអស់នេះគឺជាគេហៅថាការកំណត់នៃការបាយ candle នីមួយៗនៃការបាយណាអញ្ចឹងបកមកវិញគឺយើងចង់ដឹងថាតើធ្វើម៉េចបានយើងដឹងថា candle មួយហ្នឹងហើយ candle បន្ទាប់យើងអាចធ្វើការបាយបានតើ candle មួយណាណាបងបើនិយាយចំទៅពាក់ព័ន្ធជាមួយនឹង candle ដែល confirm គឺយើងអាចយកមក confirm ជាមួយនេះហ្នឹងហើយគេនេះ confirm មួយនេះដូចបានដូចគ្នាអត់អញ្ចឹងអាមួយនេះក៏ confirm មួយនេះដែរនេះឃើញទេអញ្ចឹង candle គឺវាមាននិយមន័យក៏ដូចជាមានការប្រើប្រាស់ខុសៗគ្នាទៅតាមបច្ចេកទេសរបស់ផ្សារក៏ដូចជារបស់យើងអីចឹងទៅណាអូខេអញ្ចឹងអានេះយើងលើកឡើងអំពី candle ដែលពាក់ព័ន្ធជាមួយនឹងការបាយហ្នឹងហើយអញ្ចឹងយើងចូលមកដល់ការ sell ម្ដងណាយើងចូលមកដល់ការ sell ម្ដងអញ្ចឹងការ sell នៅក្នុងនឹងជាសោតវាដូចគ្នាទៅនឹងបាយដូចគ្នាប៉ុន្តែគ្រាន់តែការ sell នេះគឺវាស្ថិតនៅលើ trend តែប៉ុណ្ណេះមិនថា top នៃ trend ណាដូចតែមេរៀនយើងមុនបានរៀនអញ្ចឹងយើងមាន top zone ហើយនិង lower zone ហ្នឹងហើយអញ្ចឹងយើងមានតែពីរហ្នឹងទេអូខេអញ្ចឹងសម្រាប់ Bearish ក៏វាដូចគ្នាដែរពាក់ព័ន្ធជាមួយ candle មួយនេះគឺគេឲ្យឈ្មោះវាថា shooting star ហ្នឹងហើយ shooting star ហ្នឹងគឺវាមានន័យថាទីផ្សារកំពុងតែធ្វើការឡើងហើយបន្ទាប់មកវាបានធ្វើការបង្កើតណាបង្កើតនៅគេហៅថា candle មួយដែលមានពណ៌ក្រហមហ្នឹងឯងពេលណាដែលទីផ្សារបង្កើតឲ្យមាន wick ខាងលើអញ្ចឹងគេឲ្យឈ្មោះវាថា shooting star ហើយអញ្ចឹង candle ហ្នឹងគឺវានឹងមានការចុះមកវិញណាដោយសារតែកម្លាំងអ្នក sell គឺកំពុងតែចូលទីផ្សារអាហ្នឹងគេឲ្យអត្ថន័យវិញអញ្ចឹងហ្នឹងហើយអញ្ចឹងយើងបកមកមើលcandle មួយនេះវិញអញ្ចឹង candle មួយនេះវាមានឈ្មោះថា Hanging Man ហ្នឹងហើយ Hanging Man candle អញ្ចឹង candle ហ្នឹងគឺវាតែងតែមានការកកើតនៅលើទីផ្សារជានិច្ចនៅខាងលើនៃ trend ណាអញ្ចឹងគ្នាយើងពេលដែលគ្នាយើងចូលទៅអនុវត្តគ្នាយើងនឹងជួបឲ្យពាក់ព័ន្ធជាមួយនឹង candle ទាំងអស់នេះគឺវាតែងតែមានការកកើតជានិច្ចនៅក្នុងផ្សារនិយាយចំទៅជាប្រចាំអញ្ចឹងទៅអូខេអញ្ចឹង hedging man ហ្នឹងគឺវាមានន័យថាទីផ្សារកំពុងតែគេហៅថាកំពុងតែធ្វើការចុះប៉ុន្តែ
មានគេហៅថាមានការទិញឡើងវានៅមាន value នៃការទិញឡើងអញ្ចឹងណាបាទវាធ្វើឲ្យ candle ហ្នឹងអចុះហើយឡើងទៅវិញបានបង្កើតទៅជាគេហៅថា hedging មែនហ្នឹងឯងអញ្ចឹងពេលដែលទីផ្សារបានបង្កើត candle មួយហ្នឹងអញ្ចឹងគេបញ្ជាក់ឲ្យយើងឃើញថាទីផ្សារអ្នកលក់កំពុងតែព្យាយាមចូលផ្សារនៅក្នុងតំបន់អស់ហ្នឹងណាអូខេយល់ទេហើយមួយទីទៀតគឺយើងចូលទៅដល់គេហៅថា Doji មួយទៀតហើយតែ Doji នេះវាជាលក្ខណៈbearish ជាលក្ខណៈsell ហើយឈ្មោះវាគឺគេហៅថា Grailstone Doji អញ្ចឹងនៅក្នុងអត្ថន័យនេះដែរគឺយើងចង់សំដៅទៅលើទីផ្សារដែលវាកំពុងតែឡើងនេះឡើងខ្លាំងហើយបន្ទាប់មកវាមានដូចវាមាន candle Doji នេះមួយអញ្ចឹងទីផ្សារបានបញ្ជាក់ឲ្យយើងឃើញថាទីផ្សារកំពុងតែអស់ volume ណាអស់កម្លាំងអ្នកទិញហើយបាទទីផ្សារវាបានបង្កើត Doji ហ្នឹងវានឹងមានការ confirm sell នៅក្នុងពេលឆាប់ៗណាអូខេយើងចូលកណ្ដោមួយទៀតគឺពាក់ព័ន្ធជាមួយនឹងcandle ឈ្មោះ spinning top ហ្នឹងហើយ spinning top អញ្ចឹងវា spinning top ហ្នឹងក៏វាដូចជាលក្ខណៈpin bar ដែរ bully pin bar ដែរតែគាត់ថា វាជាលក្ខណៈbearish ហ្នឹងហើយវាជាលក្ខណៈ bearish អញ្ចឹងប្រភេទនេះគឺតែងតែការចំណេញពីក្នុងទីផ្សារនៅខាងលើនៃ trend អញ្ចឹងបកមកត្រឡប់មកវិញគឺទាំងអស់នេះបាទទាំងអស់នេះគឺតែងតែមានការកកើតជានិច្ចនៅក្នុងទីផ្សារបច្ចុប្បន្នមិនថាបច្ចុប្បន្នឬក៏ទៅមុខទេអញ្ចឹង candle ទាំងអស់នេះគឺមានគេហៅថាសារៈសំខាន់ក៏ដូចជាមានប្រយោជន៍សម្រាប់ឲ្យយើងធ្វើការ set up ណាក៏ដូចជាយកទៅបូកផ្សំជាមួយនឹងរូបមន្តផ្សេងៗទៀតយកទៅប្រើប្រាស់នៅក្នុងទីផ្សារជាក់ស្ដែងទាំងអស់គ្នាបាទអូខេអញ្ចឹងសង្ឃឹមថាទាំងអស់គ្នានឹងយល់ហើយអឺយើងនឹងព្យាយាមណារកក៏ដូចជាអនុវត្តជាក់ស្ដែងទាំងអស់គ្នានៅលើទីផ្សារហើយគ្នាយើងនឹងជួបថាគ្រប់ទម្រង់នៃ candle នីមួយៗហើយអញ្ចឹងយើងអាចរៀនបានហើយយើងអនុវត្តហើយអនុវត្តទៀតទៅវាធ្វើឲ្យយើងកាន់តែច្បាស់លាស់ណាអូខេតោះអញ្ចឹងយើងចំណុចនេះគឺយើងមានតែប៉ុណ្្នឹងហើយយើងចូលទៅដល់ចំណុចបន្ទាប់បាទអញ្ចឹងចំណុចបន្ទាប់គឺយើងនិយាយអំពីគេហៅថា double candlestick pattern អញ្ចឹង double candlestick pattern ហ្នឹងវាមានន័យថាម៉េចសម្រាប់ double candlestick pattern ហ្នឹងគឺវាមានន័យថាយើង confirm ទៅដោយទៀន2ណាទៀន2នៅក្នុងtrend នីមួយៗអញ្ចឹងសម្រាប់ candle ហ្នឹងគឺវាមានអត្ថន័យនិងនិយមន័យរៀងៗខ្លួនដូចគ្នាណារៀងៗខ្លួនដូចគ្នាហើយបើសិនជាយើងនិយាយពាក់ព័ន្ធជាមួយ bullish បាទយើងនិយាយពាក់ព័ន្ធជាមួយ bullish អញ្ចឹងដូចអ្វីដែលយើងបានឃើញហើយនៅប្រហែលនេះអញ្ចឹងcandle នេះគឺគេឲ្យឈ្មោះវាថា bullish kicker ណាអញ្ចឹងអានេះវាជាពាក្យបច្ចេកទេសប៉ុន្តែភាគច្រើនគ្នាយើងអត់ដែលបានឮទេពាក់ព័ន្ធជាមួយនឹងឈ្មោះនេះដោយសារតែភាគច្រើនគឺនៅក្នុងវិស័យ trade គឺគេតែងតែហៅថា gap ហ្នឹងណាឬក៏គេហៅថាហ្នឹងហើយ gap ហ្នឹងហើយបាទអញ្ចឹងជាទូទៅគឺគ្នាយើងអត់ដែលស្គាល់ទេពាក់ព័ន្ធជាមួយនឹងឈ្មោះ candle មួយនេះគ្នាយើងបើសិនជាហៅ gap ស្គាល់ច្រើនណាជាទូទៅគេនិយមន័យគឺនិយមនៃការនិយាយឬក៏ពាក្យបច្ចេកទេសរបស់គេគេហៅ gap ហ្នឹងឯងដែលជាកន្លែងចន្លោះប្រហោងអញ្ចឹងពេលដែលបងប្អូនឃើញ candle នេះបានន័យថាទីផ្សារគឺកំពុងតែមាន volume ខ្លាំងហើយទីផ្សារកំពុងតែធ្វើការគេហៅថាព្យាយាមឡើងណាវាបងប្អូនឃើញកន្លែងទៀននេះ candle នេះគឺ candle ក្រហមត្រូវហ៎អញ្ចឹងពេលដែល candle ក្រហមបិទឃើញហ៎អញ្ចឹងបិទនៅខាងណាដោយអ្វីដែលមេខ្ញុំបាននិយាយកាត់មិញអញ្ចឹង candle បិទគឺនៅក្នុងខាងក្រោមនេះហើយដល់ពេលហើយពេលដែល candle ថ្មីក៏ចាប់ផ្ដើមបើកគឺវាបើកនៅខាងលើឃើញទេវាបើកនៅខាងលើអញ្ចឹងហើយជាមូលហេតុដែលគេឲ្យឈ្មោះវាថាជា bullish kicker បាទតម្លៃធ្វើការផ្ទាត់ឡើងទៅលើភ្លាមដោយអត់បន្សល់នៅតម្លៃជាក់ស្ដែងនៃការបិទទៀនទេឃើញទេជាធម្មតាពេលតម្លៃបើកគឺវាបើកត្រង់នេះដោយសារអីដោយសារ bearish គឺវាបិទនៅខាងក្រោមហើយអញ្ចឹង candle បើកបន្ទាប់គឺនៅខាងក្រោមនេះប៉ុន្តែជាក់ស្ដែងគឺអឺ candle មួយនេះគឺវាអត់បានបិទនៅតម្លៃដែលនេះទេគឺអត់បានបើកនៅតម្លៃដែលបិទទេគឺបានបើកនៅតម្លៃខាងលើនៃ candle ខាង
លើនៃ Bearish ហ្នឹងឯងបាទអូខេអញ្ចឹងអាហ្នឹងបងប្អូនត្រូវចាំកម្លាំងអ្នកទិញគឺខ្លាំងហ្នឹងហើយអញ្ចឹងយើងត្រូវមើលដែរយើងត្រូវព្យាយាមកកត់សម្គាល់ឲ្យបានច្បាស់បាទអញ្ចឹងយើងចូលមកដល់ចំណុចបន្ទាប់ពាក់ព័ន្ធជាមួយនឹងគេហៅថា bullish engulfing ណាដែលគ្នាយើងតែងតែហៅហើយនឹងស្គាល់ទាំងអស់គ្នាអញ្ចឹងពាក់ព័ន្ធជាមួយនឹង candle bullish engulfing នេះគឺវាចង់សំដៅទៅលើ trend ដែលកំពុងតែចុះហើយបន្ទាប់មកវាអាចថាបានទៅប៉ះនៅតំបន់ demand ណាមួយណាដែលធ្វើឲ្យទីផ្សារមានការហក់ឡើងខ្លាំងបង្កើតបានទៅជា candle bullish នេះឯងអញ្ចឹងកាលណាដែលបងប្អូនឃើញ candle bullish នេះឯងអញ្ចឹងវាជាការ confirm មួយដែលធ្វើឲ្យយើងដឹងថាទីផ្សារនឹងមានការទិញឡើងក្នុងពេលឆាប់ៗណាអូខេហើយយើងចូលបន្តទៀតគឺពាក់ព័ន្ធជាមួយនឹង bullish Harami ដែលឈ្មោះវានេះឯងគឺ bullish Harami អញ្ចឹង candle នេះជាទូទៅគ្នាយើងអត់ទាន់ចាប់អារម្មណ៍ទេដោយសារតែភាគច្រើនគឺវាស្ថិតនៅក្នុងគេហៅថា body នៃ bearish នេះឯងឃើញទេអញ្ចឹងទៀនហ្នឹងគឺវាអត់លៀនចេញទៅក្រោមឬក៏ទៅលើទេគឺវានៅក្នុងនឹងឯងណាវានៅក្នុងនឹងឯងអញ្ចឹងចំណុចនេះគឺគេចង់មានន័យថាទីផ្សារកំពុងតែធ្វើការចុះហើយបន្ទាប់មកវាមានការទិញដែរប៉ុន្តែលក្ខណៈការទិញវាគឺអត់ពេញលេញអញ្ចឹងណាអញ្ចឹងបានន័យថាអ្វីដែលយើងអាចរងចាំគឺយើងរងចាំការ confirm ផ្សេងទៀតអញ្ចឹងទៅប៉ុន្តែគ្រាន់តែវាអាចផ្ដល់សញ្ញាឲ្យយើងថាទីផ្សារនឹងមានការទិញក្នុងពេលឆាប់ៗអញ្ចឹងណាអ្វីដែលយើងអាចធ្វើបានគឺយើងរងចាំនៅ confirm ផ្សេងទៀតតែប៉ុណ្្នឹងឯងអូខេយើងចូលមកដល់ candle បន្ទាប់ពាក់ព័ន្ធជាមួយនឹង bullish ដូចគ្នាអញ្ចឹងពាក់ព័ន្ធជាមួយនឹង bullish កន្លែងនេះគឺយើងចង់សំដៅទៅលើឈ្មោះអឺ pricing line ហ្នឹងហើយអញ្ចឹង candle នេះគឺខ្ញុំក៏អត់ដែលជួបដែរណានៅក្នុងទីផ្សារប៉ុន្តែភាគច្រើនគឺវាស្រដៀងទៅនឹងគេហៅថាដាច់ gap ហ្នឹងហើយដាច់ gap មូលហេតុអីបានដាច់ gap ទាំងអស់គ្នាមើលចំណុចនេះគឺជាការបិទ candle ណារបស់ previous candle នេះដែលជា candle bearish ប៉ុន្តែដល់ឡើងពេលដែល candle ថ្មីធ្វើការបើកវាធ្វើការបើកដោយតម្លៃនៅក្រោមនេះឃើញទេបងប្អូនឃើញទេដូចបាច់ gap ចឹងអញ្ចឹងហើយអាហ្នឹងមានន័យថាពាក់ព័ន្ធជាមួយនឹងទីផ្សារគឺមានការឡើងបែរថាមានការ confirm ចង់ឡើងទៅវិញអញ្ចឹងទៅណាដោយសារតែកម្លាំងអ្នកបាយគឺខ្លាំងមែនទែនដល់ថ្នាក់អានេះដាច់ gap មកបើកនៅតម្លៃក្រោមហើយវាធ្វើការឡើងទៅវិញណាដោយចង់ស្មើនៅតម្លៃដែលធ្វើការបើកពី previous candle ឯងហ្នឹងហើយអញ្ចឹងអានឹងគេឲ្យឈ្មោះថា pricing line ហ្នឹងហើយអូខេអញ្ចឹងយើងអាចហៅទៅតាមអ្វីដែលយើងគិតឬក៏ចំណាំហ្នឹងណាអញ្ចឹងមិនបាច់ចាំតតែនេះទេសំខាន់ឲ្យយើងចំណាំនៅ candle របស់ហ្នឹងអូខេអញ្ចឹងយើងចូលទៅដល់ចំណុចបន្ទាប់ពាក់ព័ន្ធជាមួយនឹង candle មួយនេះអញ្ចឹង candle មួយនេះគេឲ្យឈ្មោះវាថា twister bottom ហ្នឹងហើយ twister bottom ហ្នឹងហើយអូខេអញ្ចឹង candle នេះគឺវាមានអត្ថន័យមួយដែលគេចង់បញ្ជាក់ឲ្យយើងឃើញថាទីផ្សារធ្វើការចុះបន្ទាប់មកទីផ្សារធ្វើការបន្សល់នៅ wick ឃើញទេ wick ដែលវាបិទតម្លៃនៅខាងនេះវាបិទតម្លៃនៅខាងនេះហើយបន្ទាប់មកវាធ្វើការចុះទៀតណាឃើញទេហើយបន្ទាប់មកបានវាឡើងទៅវិញអញ្ចឹងចំណុចនេះគឺគេចង់បញ្ជាក់ឲ្យយើងឃើញថាតំបន់នេះគឺវាមានតំបន់ reject zone វាមានតំបន់ reject zone ឯងបានថាតម្លៃវាអត់ចង់ទៅក្រោមទៀតទេដោយសារតែវាមានការវាមានការចង់ប្រែប្រួល reversal ឬក៏មិនទៀតទៅណាដោយសារតែតម្លៃបើបងប្អូនឃើញការ rejection បែបនេះគឺតំបន់ហ្នឹងគឺគេហៅថានឹងមានការទិញលក់នៅក្នុងពេលឆាប់ៗអីចឹងទៅស៊ីសងដែលយើងមើល confirm អីចឹងណាអូខេអញ្ចឹងទាំងអស់នេះគឺខ្ញុំចង់បង្ហាញទាំងអស់គ្នាពាក់ព័ន្ធជាមួយនឹង candle bullish ហើយចូលមកដល់បន្ទាប់គឺយើងចូលមកដល់ bearish candle pattern ម្ដងដែល candle ទាំងអស់នេះគឺវាស្ថិតនៅលើខាងលើ trend ណាស្ថិតនៅខាងលើ trend អញ្ចឹងខ្ញុំបញ្ជាក់ម្ដងទៀតដដែលបងប្អូនទាំងអស់គឺយើងព្យាយាមចំណាំក៏ដូចជាគេហៅថាកត់ត្រាទុកណានៅតំបន់នៃការកកើតនៅ candlestick អស់នេះដោយសារតែ bullish ភាគច្រើន candle ដែល work សម្រាប់ trend គឺនៅខាងក្រោមនៅ lower zone ហ្នឹងហើយត្រូវចងចាំ
ពាក់ព័ន្ធជាមួយ bullish គឺវាភាគច្រើនមានប្រសិទ្ធភាពហើយនឹងកកើតនៅខាងក្រោមនៃ lower zone ហើយសម្រាប់ bearish គឺអាចនឹងកកើតនៅខាង top នៃ zone ណាអញ្ចឹងប្រសិទ្ធភាពវាគឺមានខ្លាំងទៅតាមតំបន់នៃ bullish ឬក៏ bearish ហ្នឹងឯងបើយើងធ្វើការចាប់នៅ candle ទាំងអស់នៅកណ្ដាលណានៅកណ្ដាលទីនៅ mid candle mid គេហៅ mid zone ណាអញ្ចឹងករណីហ្នឹងគឺអត់អាចមានប្រសិទ្ធភាពទេណាវាមានប៉ុន្តែវាអត់មានពេញលេញដូចនៅកន្លែងដើមវាទេហ្នឹងហើយអញ្ចឹងត្រឡប់មកវិញគឺពាក់ព័ន្ធជាមួយនឹង Viris ក៏វាដូចគ្នាទៅនឹង Bullish ដែរអញ្ចឹងខ្ញុំអត់បញ្យល់ច្រើនទេអញ្ចឹងវាដូចគ្នាអញ្ចឹងណាអញ្ចឹងយើងចូលទៅដល់បន្ទាប់ពាក់ព័ន្ធជាមួយនឹងការមើល candle pattern ចុងក្រោយដែលគេឲ្យឈ្មោះថា triple candlestick pattern ដែលយើងអាច confirm 3ទៀនស្របពេលតែមួយណាអូខេអញ្ចឹងយើងចូលមកដល់ជាលក្ខណៈ bullish ហ្នឹងហើយនៅក្នុង trend bullish គឺនៅខាងក្រោមនៃ trend បាទអញ្ចឹងចូលមកដល់ candle ទី1នេះគឺបងប្អូនតែងតែឃើញហើយណាមិនថាអ្នកថ្មីឬក៏អ្នកចាស់គាត់តែងតែស្គាល់ហើយដោយសារតែ Morning Star ភាគច្រើនគឺគេតែងតែនិយាយក៏ដូចជាហៅវាដោយសារតែវាភាគច្រើនគឺវាកកើតច្រើនមែនទែនក្នុងទីផ្សារសឹងតែគ្រប់ time frame ហើយអូខេអញ្ចឹងពាក់ព័ន្ធជាមួយនឹងអឺ candle នេះគឺវាចង់បញ្ជាក់ឲ្យយើងឃើញថាទីផ្សារកំពុងតែមានការbearish ខ្លាំងប៉ុន្តែវាបានបង្កើតទៅជាអីគេហៅថាជា doji អាហ្នឹងគេហៅថា doji អញ្ចឹងណាអញ្ចឹងភាគច្រើនគ្នាយើងកុំយល់ច្រឡំថាវាជា bullish pin bar ណាវាមិនមែនទេវាជាប្រភេទ morning star ទេណាអញ្ចឹងវាខុសគ្នាជាមួយនឹង pin bar bullish យើងចឹងអូខេអញ្ចឹង candle ដែលវាបានបង្កើត bearish នឹងហើយវាបានបង្កើតជាលក្ខណៈ doji ទៀតណាយើងអត់ទាន់ confirm ទេយើងអត់ទាន់ confirm ថា buy ទេប៉ុន្តែយើងអាចដឹងតម្រុយខ្លះនៅក្នុងទីផ្សារថា buyer កំពុងតែព្យាយាមចូលផ្សារណាអ្វីដែលយើងអាចរងចាំបានយើងរងចាំ candle មួយនេះឃើញទេយើងរងចាំ candle មួយនេះដើម្បីឲ្យវាធ្វើការបង្កើតឡើងចេញជារូបរាងបែបហ្នឹងបានយើងអាចចាត់ទុកវាថាជា morning star ហើយយើងអាចមានការ confirm ចូល buy បានណាអូខេយើងចូលបន្តពាក់ព័ន្ធជាមួយនឹងBullish Abundant Baby ហ្នឹងហើយឃើញទេឈ្មោះ candle នេះគឺព្រោះមែនតើតែភាគច្រើនគឺយើងអត់ដែលហៅវែងហ្នឹងទេដោយសារតែវាជួវែងពេកអូខេអញ្ចឹងយើងអាចធ្វើការចំណាំនៅអ្វីដែលយើងអាចធ្វើការចំណាំបានណាយើងមិនបាច់ចាំតតែស្គាល់ឈ្មោះវាទេអ្វីដែលយើងអាចធ្វើការរៀនបានគឺយើងចំណាំវាទាំងអស់ទៅអត់អីទេយើងណូតទុកនៅចំណុចណាដែលយើងគិតថាវាពិបាកយើងណូតទៅអញ្ចឹងពាក់ព័ន្ធជាមួយករណីនេះគឺវាចង់ពាក់សំដៅទៅលើ candle ដែលកំពុងតែចុះហើយវាធ្វើការបង្កើតនៅគេហៅថា doji ដែលឈ្មោះវាគេហៅថា abundant baby ហ្នឹងឯងអញ្ចឹងអត្ថន័យវាគឺចង់សំដៅទៅលើទីផ្សារដែលមានការចុះហើយវាមានការ reject ដែលអត់មាន value reject ដែលអត់មាន value បានន័យថាវាបានស្ទង់ស្ទាបណាវាបានគេហៅថាanalyze នៅ value ណាដែលបងប្អូនអត់ដែលដឹងទេថាទីផ្សារក៏មានការ analyze volume នៃការ trade ដែរអញ្ចឹងវាស្ទង់ស្ទាបនៅតំបន់ហ្នឹងនៅក្នុងការ trade ថាតើមានការ sell តទៀតឬក៏យ៉ាងណាអញ្ចឹងពេលដែលវាបានបង្កើតហ្នឹងហើយវាបានធ្វើការឡើងជាលក្ខណៈគេហៅថា bullish candle នេះណាអញ្ចឹងដែលជាហេតុដែលគេឲ្យឈ្មោះវាថាជា bullish abundant baby អញ្ចឹងទីផ្សារនៅកន្លែងនេះគេចង់បង្ហាញយើងថាទីផ្សារនឹង confirm បាទនឹង confirm ឡើងអូខេអញ្ចឹងអ្នក sell គឺគេចេញហើយគេចេញនៅតំបន់នេះណាគេចេញនៅតំបន់នេះអស់ហើយអូខេអញ្ចឹងយើងចូលបន្ទាប់ដែលពាក់ព័ន្ធជាមួយនឹង candle ទាំង3នេះហ្នឹងហើយអញ្ចឹង candle ទាំង3នេះគឺយើងឃើញពណ៌បៃតងទាំងអស់អត់មានពណ៌ក្រហមទេអញ្ចឹងនៅក្នុងនេះគឺគេចង់និយាយបានថា candle គឺវាកំពុងតែឡើងខ្លាំងហើយណាហើយឈ្មោះវាគឺគេឲ្យឈ្មោះថា 3Y Soldier អញ្ចឹង 3Y Soldier ហ្នឹងគឺចង់សំដៅទៅលើ trend ដែលនៅខាងក្រោមកំពុងតែចុះអញ្ចឹងហ៎តោះមកវាបានបង្កើត candle 3ជាប់ៗគ្នាអញ្ចឹងហើយនេះគេឲ្យនិយមន័យវាថាជាតបស្រួចហ្នឹងហើយជាតបស្រួចបានន័យថាវាមានការបាយឡើងទៅខ្លាំងដែលវាបានបង្កើតនៅ candle 3នេះជាប់គ្នាណាអូខេប៉ុន្តែបើសិនជាករណីវាមាន weak វាមាន weak ឬក៏អីខ្លាំងអាហ្នឹងអត់សូវមាន volume វិញទេប៉ុន្តែបើសិនជាវាមាន body ពេញអញ្ចឹង
អញ្ចឹងអានឹង100%គឺវានឹងឡើងណា100%អូខេអញ្ចឹងយើងចូលដល់បន្ទាប់ពាក់ព័ន្ធជាមួយនឹង Doji នេះពាក់ព័ន្ធជាមួយ candle មួយនេះពាក់ព័ន្ធជាមួយនឹង candle មួយនេះគឺវាមានឈ្មោះថា Doji Star Morning Doji Star ហ្នឹងហើយអញ្ចឹង candle នេះក៏វាអត់ខុសអីពី candle Morning Star ដែរគ្រាន់តែMorning Doji Star នេះគឺវាមានប្រភេទជា Doji ហើយអានេះជាលក្ខណៈគេហៅថាដូចប្រភេទHammer អញ្ចឹងឬក៏គេហៅមួយទៀតគឺ Doji ដែរប៉ុន្តែវា Doji រាងពេញសាច់អញ្ចឹងណាប៉ុន្តែ Doji នេះគឺវាអត់ពេញសាច់ body ទេគឺវាអត់មាន body យកហ្មងអញ្ចឹងចំណុចនេះគឺជាទូទៅគេអត់ចូលផ្សារទេណាគេអត់ចូលផ្សារទេយើងកុំព្យាយាមចូលលុះត្រាណាដែលវាបានបង្កើត candle មួយនេះដែលជា candle bullish confirm ណាអញ្ចឹងយើងអាចមានឱកាសនៅក្នុងការចូលណាយើងអាចមានឱកាសនៅក្នុងការចូលប៉ុន្តែបើសិនអត់មានទេយើងកុំធ្វើការចូលបាទអញ្ចឹងបងមកវិញពាក់ព័ន្ធជាមួយនឹង bearish ក៏វាដូចគ្នាដែរអញ្ចឹងសម្រាប់bullish គឺយើងស្ថិតនៅក្នុងលំហ lower trend ហើយ lower zone ហ្នឹងហើយអញ្ចឹងមួយទៀតគឺbearish គឺយើងស្ថិតនៅតំបន់ top zone ណាបញ្ជាក់ឲ្យម្ដងបញ្ជាក់ម្ដងហើយម្ដងទៀតបងប្អូនគ្នាត្រូវតែចងចាំអូខេចំណុចចុងក្រោយគឺយើងចង់សំដៅទៅលើ pattern មួយដែលគេអាចឲ្យឈ្មោះវាថា confirmation ណាអញ្ចឹងចំណុចនេះគឺជាចំណុចចុងក្រោយក៏ដូចជាចំណុចសំខាន់ណាភាគច្រើនគឺtrader គឺគាត់តែងតែយក candle ប្រមាណនេះគឺយកទៅប្រើប្រាស់ណាជាប្រចាំក្នុងការ trade ដោយសារអី candle ទាំងអស់នេះគឺវា work ខ្លាំងទៅលើទីផ្សារមិនថាទីផ្សារណាទេគឺវា work ណាអូខេអញ្ចឹងពាក់ព័ន្ធជាមួយ candle bullish គឺយើងមកមើលពាក់ព័ន្ធជាមួយ three inside up ណា three inside up អញ្ចឹងពាក់ព័ន្ធជាមួយនឹង candle នេះគឺយើងអាចនិយាយបានថាដូចដា cloud អញ្ចឹងដូចដា cloud pattern candle អញ្ចឹងអញ្ចឹងវាស្តីគ្នាអញ្ចឹងពេលណាដែលមានទីផ្សារកំពុងតែចុះអញ្ចឹងហើយវាបានធ្វើការបង្កើតនៅ candle ពីរនេះណាហើយវាបានផ្ដាច់នៅតម្លៃនៃ bearish នេះគឺគេឲ្យនិយមន័យវាថា three inside up ហ្នឹងហើយអញ្ចឹង candle ហ្នឹងគឺយើងអាច confirm បានហើយថាទីផ្សារនឹងមានការផ្លាស់ប្ដូរលំហូរទៅលើអញ្ចឹងទៅណាអាហ្នឹងពាក់ព័ន្ធជាមួយនឹងការមើលនៃតម្លៃជាក់ស្ដែងនៅ trend នីមួយៗអូខេអញ្ចឹងយើងចូលមកដល់មួយទៀតបាទយើងចូលម្ដងទៀតពាក់ព័ន្ធជាមួយនឹង candle មួយនេះប្រភេទនេះគឺគេឲ្យឈ្មោះថា three outside up ហ្នឹងហើយ three outside up អញ្ចឹងវាមានន័យថាម៉េចអញ្ចឹងបងប្អូនមកមើលទាំងអស់គ្នាពាក់ព័ន្ធជាមួយនឹង candle នេះគឺវាតូចទេឃើញទេវាតូចជាងcandle បន្ទាប់ទៅអញ្ចឹង candle នេះគឺគេចង់បញ្ជាក់ថាទីផ្សារវាបានធ្វើការបំបែកនៅតម្លៃ low ហើយជាមួយនឹងតម្លៃ high ដែលធ្វើឲ្យទីផ្សារមានគេហៅថា volume ខ្លាំងក្នុងការចូលដោយសារតែទីផ្សារកំពុងតែចុះបន្ទាប់មកមានការចូលទិញភ្លាមហើយបន្ទាប់មកវាបានឡើងទៅលើអញ្ចឹងទៅណាហើយវាបានកើតជា candle មួយទៀតបែបបំបែកតម្លៃ high មួយនេះអញ្ចឹងគេអាចសន្មតថាតម្លៃនេះគឺយើងអាចចូលទិញបានទាំងសុវត្ថិភាពណាអូខេអញ្ចឹងចូលមកដល់ចំណុចនេះគឺយើងដូចគ្នាដែរអញ្ចឹងចំណុច confirm ពីរនេះទាំង bearish ទាំង bullish គឺវាដូចគ្នាទេហើយភាគច្រើនគឺវាស្ថិតនៅ lower trend lower zone ហើយជាមួយនឹង top zone តែពីរហ្នឹងទេអូខេអញ្ចឹងទាំងអស់គ្នាអាចនឹងយល់ច្រើនពាក់ព័ន្ធជាមួយ candlestick ខ្ញុំបានបង្ហាញប៉ុន្តែអ្វីដែលជាក់ស្ដែងគឺយើងព្យាយាមណាយករូបមន្តទាំងអស់ហ្នឹងក៏ដូចជាការរៀនទាំងអស់ហ្នឹងយកទៅអនុវត្តជាក់ស្ដែងដោយខ្លួនឯងណាដើម្បីឲ្យមានការជាក់លាក់ក៏ដូចជាច្បាស់លាស់នៅក្នុងការធ្វើហ្នឹងហើយអូខេអញ្ចឹងយើងជួបគ្នានៅក្នុងមេរៀនក្រោយម្ដងទៀតបាទអរគុណច្រើន